nhà spa cũng và cóการthì cho này hay là care thì công việc thì gặp tại chất tràn và hay dư những cái hiện tại bọn mỗi lúc cứ chung một tháng ở với tới chỉ khánh khăn chiêm được bao nhiêu bạn chứ ở với tới chỉ khánh khăn chiếm và hai khánh khăn chiếm đấy vì tràn và được nông nguồn yếu về hiện tại nông nguồn của nghề không và tại cái nick chung được dùng khánh khăn chiếm muối để biết chung một tháng đi Israel và triglyceride ដែលភាសាបារាំងហៅ triglyceride នោះដែលបងប្អូនយើងមួយចំនួនធំដែលគាត់បានស្គាល់បាទអ្នកដែលមានជំងឺរ៉ាំរ៉ៃបាទហើយទៅពេទ្យញឹកញាប់គាត់ស្គាល់ triglyceride គាត់ស្គាល់ triglyceride បាទប៉ុន្តែគាត់ឈ្មោះវាគាត់ស្គាល់ប៉ុន្តែគាត់មិនដឹងថាអាហ្នឹងវាកើតមកពីអីហើយវានៅកន្លែងណានៃខ្លួនយើងហើយវាទៅធ្វើឲ្យយើងមានបញ្ហាអ្វីទេតែឡើយខ្ញុំយល់គឺបែបនេះថាមួយរយៈនេះខ្ញុំមានអ្នកស្គាល់ច្រើនមែនទែនបាទតាម Telegram ខ្ញុំមួយថ្ងៃរហូតដល់ពី300អ្នកបាទទាំងប្រទេសនិងអ្នកនៅក្រៅប្រទេសបាទហើយផ្ដាំផ្ញើទៅដែរថាប្រធានបទនេះគឺធ្វើឡើងដើម្បីចែករំលែកនៅចំណេះដឹងបាទខ្លះដែលជាមូលដ្ឋានគ្រឹះសម្រាប់លោកអ្នកយកទៅប្រើប្រាស់ក្នុងការពិចារណាដោះស្រាយបញ្ហាមួយចំនួនដែលពួកយើងជួបប្រទះនៅក្នុងជីវិតរបស់យើងបាទនិយាយគ្នាអំពីប្រធានបទមួយឈ្មោះថាខ្លាញ់ឈាមបាទដែលយើងមានឈ្មោះថា triglyceride តាមពិតទៅខ្លាញ់ក្នុងឈាមយើងនេះវាមានដល់ទៅ4ប្រភេទឯណោះប៉ុន្តែខ្ញុំនិយាយអំពី triglyceride វាមិនចូលរួមខ្ញុំតិចខ្ញុំជឿតិចចឹងខ្លាញ់4ប្រភេទមាន cholesterol HDL ហៅ HDL ហ្នឹងហើយនឹងមានមួយទៀតគេហៅថា cholesterol LDL បាទអញ្ចឹងអា3ហ្នឹងគេហៅ cholesterol ចុងវាទាំងអស់ប៉ុន្តែមានតែមួយទេដែលយើងហៅថា triglyceride ហើយថ្ងៃនេះខ្ញុំនឹងនិយាយអំពី triglyceride នេះឯងជាខ្លាញ់ក្នុងឈាមដែរមួយប្រភេទដែលមានឈ្មោះថា triglyceride នេះបងប្អូនមួយចំនួនបានដឹងហើយឆ្ងល់ថាខ្លាញ់ហ្នឹងវាកើតមកពីណាហើយវានៅក្នុងខ្លួនយើងទៅវាធ្វើឲ្យមានបញ្ហាអីបាទប្រើថ្នាំអីដើម្បីបញ្ចុះ triglyceride ហ្នឹងបាទអញ្ចឹងសម្រាប់ប្រទេសនេះលោកអ្នកនឹងអាចបានយល់ដឹងខ្លះអំពីបញ្ហារបស់វាបាទអញ្ចឹងយើងនិយាយអំពី triglyceride អញ្ចឹង triglyceride គឺជាខ្លាញ់ប្រភេទអ្វីទៅបាទគឺជាខ្លាញ់ដែលមាននៅក្នុងខ្លួនយើង4ប្រភេទហ្នឹងមានមួយក្នុងចំណោម4ហ្នឹងគឺ triglyceride ឯងតែខ្លាញ់ក្នុងឈាមហ្នឹងបាទតែ triglyceride នេះវាកើតមកពីអីបាទវាកើតមកពីណាតាមពិតទៅ triglyceride ហ្នឹងវាក៏ដូចជាខ្លាញ់ដទៃទៀតដែរវាកើតមកពីរបបអាហារ